សូមស្វាគមន៍មកកាន់វីដេអូណែនាំអំពីការជម្លៀសខ្លួនក្នុងគ្រាអាសន្នគ្រាអាសន្នអាចកើតឡើងដោយមិនបានរំពឹងទុកហើយការដឹងពីវិធីឆ្លើយតបអាចជួយសង្គ្រោះជីវិតមនុស្សបានជាធម្មតាការជម្លៀសខ្លួនត្រូវបានអនុវត្តនៅពេលមានភ្លើងឆេះប៉ុន្តែវាក៏អាចត្រូវបានអនុវត្តនៅក្នុងករណីផ្សេងៗដូចជាការលេចធ្លាយឧស្ម័នការគំរាមដោយគ្រឿងផ្ទុះឬការលេចធ្លាយសារធាតុគីមីផ្សេងៗផងដែរការត្រៀមខ្លួនគន្លឹះសំខាន់បំផុតដើម្បីរក្សាសុវត្ថិភាពក្នុងគ្រាអាសន្នគឺការត្រៀមខ្លួនជាមុនសូមចំណាយពេលស្វែងយល់អំពីនីតិវិធីសុវត្ថិភាពនិងផែនការជម្លៀសខ្លួនសូមសង្កេតសញ្ញាច្រកចេញគ្រាអាសន្ននិងប្រកាសថាផ្លូវទាំងនោះគ្មានអ្វីរារាំងរក្សាបំពង់ពន្លត់អគ្គិភីទុយោទឹកឬឧបករណ៍សង្គ្រោះផ្សេងនៅទីតាំងដែលងាយស្វែងរកនិងមិនត្រូវមានឧបសគ្គរារាំងឧបករណ៍ទាំងនោះឡើយប្រសិនបើអ្នកសង្កេតឃើញភ្លើងឬផ្សែងសូមប្រកាសអាសន្នដល់មនុស្សទាំងអស់ដោយស្រែកថាភ្លើងឆេះភ្លើងឆេះភ្លើងឆេះបើកសំឡេងរោប្រកាសអាសន្ននិងតាក់ទងរថយន្តពន្លត់អគ្គិភីភ្លាមនៅពេលឮសំឡេងរោ upon hearing an alarm នៅពេលសំឡេងរោចាប់ផ្ដើមសូមអនុវត្តតាមបច្ចេកទេស R A C E R react ឆ្លើយតបជួយអ្នកណាដែលស្ថិតនៅក្នុងគ្រោះថ្នាក់ភ្លាមប៉ុន្តែមិនត្រូវប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួនឡើយ A alarm រោបើកសំឡេងរោឬស្រែកប្រកាសអាសន្ននិងតាក់ទងរថយន្តពន្លត់អគ្គិភី C confine រារាំងបិទទ្វារនិងបង្អុយដើម្បីទប់ការរីករាលដាលរបស់ភ្លើងឆេះប្រសិនជាមនុស្សទាំងអស់បានចាក់ចេញនិងមានសុវត្ថិភាព E extinguish evacuate ពន្លត់ភ្លើងឬជម្លៀសខ្លួនប្រើបំពង់ឬភួញសម្រាប់ពន្លត់អគ្គិភីដើម្បីពន្លត់ភ្លើងប្រសិនជាភ្លើងឆេះតិចតួចដែលអាចពន្លត់បានប្រសិនជាភ្លើងឆេះខ្លាំងសូមជម្លៀសខ្លួនចេញភ្លាមការប្រើប្រាស់ឧបករណ៍ពន្លត់ភ្លើងប្រសិនបើអ្នកបានទទួលការបណ្ដុះបណ្ដាលនិងមានភ្លើងឆេះតិចតួចដែលអាចពន្លត់បានអ្នកអាចប្រើបំពង់ពន្លត់អគ្គិភីតាមបច្ចេកទេស P A S S P pull ទាញដុតបញ្ចូលដំណើរការ A aim តម្រឹងបំពង់បាញ់ទៅកាន់ភ្លើងឆេះ S squeeze ច្របាច់កន្លឹះបាញ់ S sweep រេបំពង់បាញ់ពន្លត់ភ្លើងឆេះប្រសិនជាភ្លើងឆេះខ្លាំងលើសមត្ថភាពគ្រប់គ្រងសូមជម្លៀសចេញភ្លាមការជម្លៀសចេញនៅពេលជម្លៀសចេញសូមអនុវត្តតាមជំហានខាងក្រោមអនុវត្តតាមការណែនាំពីអ្នកទទួលបន្ទុកផ្នែកសុវត្ថិភាពកុំប្រើចិនដាវយន្តព្រោះចិនដាវយន្តអាចនឹងមិនដំណើរការនៅពេលអគ្គិសនីត្រូវបានកាត់ផ្តាច់សូមប្រើចិនដាវថ្មើរជើងជួយបុគ្គលិកដែលមានការលំបាកធ្វើដំណើរអាចឲ្យគាត់រងចាំនៅតំបន់សុវត្ថិភាពជិតចិនដាវជម្លៀសខ្លួនដើម្បីរងចាំក្រុមជួយសង្គ្រោះមកដល់គុំត្រឡប់ទៅយកទ្រព្យសម្បត្តិផ្ទាល់ខ្លួនឡើយជ្រើសរើសផ្លូវចេញដោយមានសុវត្ថិភាពនិងលឿនបំផុតសូមកុំផ្អោឈរឡោកុំរត់និងត្រូវចាក់ចេញដោយសុវត្ថិភាពនៅក្នុងតំបន់ដែលមានផ្សែងបន្ទាបខ្លួនឬលូននឹងបិទទ្វារពេលដែលមនុស្សបានចាក់ចេញអស់ហើយដើម្បីទប់ស្កាត់ផ្សែងនិងភ្លើងសូមប្រមូលគ្នានៅទីតាំងប្រមូលផ្ដុំដែលបានកំណត់និងត្រូវនៅទីនោះរហូតដល់ទទួលការអនុញ្ញាតពីអ្នកទទួលបន្ទុកអគ្គិភីឬក៏ជួយសង្គ្រោះឲ្យចូលក្នុងអគារវិញការរំលឹកចុងក្រោយសុវត្ថិភាពរបស់អ្នកគឺជាអាទិភាពដោយការយល់ដឹងនិងអនុវត្តតាមវិធានការទាំងនេះអ្នកអាចធានាថាការជម្លៀសខ្លួនគ្រាអាសន្ននឹងធ្វើឡើងដោយសុវត្ថិភាពនិងឆាប់រហ័សនៅពេលមានអាសន្នចុងក្រោយសូមចងចាំថាការត្រៀមខ្លួនជាមុនអាចជួយសង្គ្រោះជីវិតបាន